មករំលឹងនឹងសម័យលោហៈជាប្រវត្តិសាស្ត្រដ៏យូរអង្វែងជាជនជាតិមានអាយុវ័យដ៏សែនចំណាមួយលើជ្រោយសន្និធំឋានស្រុកនៅអាស៊ីអាគ្នេយ៍ពីសតវត្សទី1មកម្លេះខ្មែរយើងរីកចម្រើនលេចធ្លោនគរភ្នំភ្លឺស្រស់មានស្រស់មានភ័ក្រស្តាងប្រាសាទសិលាចារឹកជាសក្ខីភាពស័ក្តិសិទ្ធិជាស្នាដៃបបររស់យើងបន្ទាប់មកចេនឡារីកលូតលាស់អរិយធម៌ចែងចាំងលើដីស្នាមប្រវត្តិសាស្ត្រសាមិនរលានៅក្នុងចិត្តកូនខ្មែរយើងជាកូនខ្មែរអើយត្រូវចងចាំប្រវត្តិសាស្ត្រខ្មែររំវងជុំគ្នាសប្បាយរីករាយថែរក្សាមរតកបបររស់យើងជាកូនខ្មែរអើយកុំភ្លេចតាមកំណើតយើងឡើយសំឡេងអបកតតន្ត្រីបុរារាណខ្មែរជួយរនាតចាប់បីរនាតចាប់បីចាប់បីស្ទាច្រើនបន្លឺឡើងថាខ្មែរសម័យអង្គរល្បីល្បាញលើសាអលោកសាមប្រាសាទអស្ចារ្យព្រះបាទជ័យវរ្ម័នទី2បានបង្កើតដើមសម័យអង្គរនិងមានព្រះមហាក្សត្រល្បីដូចជាព្រះបាទសូយវរ្ម័នទី2សាងអង្គរវត្តដ៏អស្ចារ្យព្រះបាទជ័យវរ្ម័នទី7ខិតខំការពារទឹកដីសាងប្រាសាទបាយ័នល្បាញអរិយធម៌ខ្មែរមិនធ្លាក់ទេស្ថិតនៅក្នុងឈាមនិងវិញ្ញាណនិងវិញ្ញាណព្រលឹងយើងជានិច្ចប្រាសាទរយពាន់មានដូចជាប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកជាដួងព្រលឹងជាតិខ្មែរស្ថិតលើកំពូលភ្នំដងរែកពីអតីតកាលមកដល់បច្ចុប្បន្នយើងត្រូវថែរក្សាមិនឲ្យបាត់បង់យើងជាកូនខ្មែរ